ខ្ញុំសូមចែករំលែកនៅក្បត់ពិសោធន៍តខ្លួនរបស់ខ្ញុំតាក់ទងជាមួយនឹងការដែលយើងមានភាពភ័យខ្លាចក្នុងការចាប់ផ្ដើមធ្វើអ្វីមួយចាអញ្ចឹងបងទាំងអស់គ្នាកុំមានការភ័យខ្លាចកុំខ្លាចមុខខ្លាចក្រោយចង់ចាប់ផ្ដើមយើងធ្វើនៅថ្ងៃនេះយើងមិនបាច់ចាំតើយើងមាន plan ដែលល្អឥតខ្ចោះទេយើងមិនបាច់ចាំមានលុយច្រើនទេយើងមិនបាច់សុំការអនុញ្ញាតពីអ្នកណាម្នាក់បានយើងអាចចាប់ផ្ដើមបានទេយើងអាចចាប់ផ្ដើមពីអ្វីដែលរៀងទូចទៅប៉ុន្តែយើងចាប់ផ្ដើមគិតមើលថាតើយើងចង់ធ្វើអីយើងចង់បានអីហើយយើងចង់បាននៅ legacy អីគេខ្លះនៅក្នុងការដែលយើងធ្វើអ្វីមួយហ្នឹងគឺបងត្រូវបដោត cause គឺយើងបដោតទៅលើអ្វីដែលយើងកំពុងធ្វើហើយយើងសួរខ្លួនឯងថាហេតុអ្វីដែលយើងចាប់ផ្ដើមអញ្ចឹងនៅពេលដែលបងទាំងគ្នាចង់បោះបង់គឺយើងសួរខ្លួនឯងថាហេតុអ្វីបានជាយើងចាប់ផ្ដើមធ្វើវាតាំងពីដំបូងមកម្លេះអញ្ចឹងនៅពេលដែលយើងស្វែងយល់ពីខ្លួនឯងកាន់តែច្រើនយើងស្វែងយល់ពីការចាប់ផ្ដើមរបស់យើងគឺយើងនឹងនៅតែបន្តធ្វើឬក៏យើងនឹងមាននៅ motivation នៅក្នុងការធ្វើបន្តទៀតតែម្ដងអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំជំនុំអ្នកដែលខ្ញុំខ្លាចច្រើនខ្ញុំអត់ហ៊ានចាប់ផ្ដើមខ្ញុំខ្លាចគេនិយាយខ្លាចគេ judge ខ្លាចគេថាយើងនឹងអញ្ចេះអញ្ចោះឬក៏យើងខ្លាចការបរាជ័យយើងខ្លាចខ្មាស់គេយើងចង់ឲ្យ look good ប៉ុន្តែខ្ញុំគិតថាខ្ញុំសប្បាយចិត្តមួយគឺនៅពេលដែលខ្ញុំចាប់ផ្ដើមទោះជាឥឡូវវាអត់ទាន់ឃើញលទ្ធផលជាដុំកភួនលទ្ធផលដែលធំទេប៉ុន្តែយើងបានដើរនៅផ្លូវមួយដែលត្រឹមត្រូវដែលខ្ញុំគិតថាផ្លូវហ្នឹងគឺត្រឹមត្រូវមែនទែនសម្រាប់ខ្ញុំឥឡូវហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើគឺខ្ញុំនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់ស្គាល់ថាខ្ញុំចង់បានអ្វីហើយខ្ញុំចង់សម្រេចបានអ្វីហើយពេលដែលយើងនៅmoreដែលយើងធ្វើគឺយើងកាន់តែ improve យើងកាន់តែរីកចម្រើនយើងកាន់តែ fluent តែម្ដងអញ្ចឹងខ្ញុំឥឡូវនៅក្នុងការនិយាយខ្ញុំអត់មានភាពភ័យខ្លាចអីច្រើនទេហើយខ្ញុំនឹងទទួលនៅអ្វីដែលខ្ញុំធ្វើមានថាពេលដែលយើងខុសយើងដឹងថាយើងខុសយើងខ្វះខាតនៅចំណុចនេះយើងអាចកែប្រែបាននៅចំណុចហ្នឹងអញ្ចឹងមានថាយើងឃើញអ្វីដែលយើងកំពុងធ្វើអ្វីដែលល្អនិងអ្វីដែលមិនល្អអញ្ចឹងអ្វីដែលល្អគឺយើងធ្វើវាឲ្យកាន់តែល្អបន្ថែមទៀតហើយអ្វីដែលមិនល្អគឺយើងកែប្រែអញ្ចឹងគឺជា achievement គឺជាការសម្រេចមួយដែលខ្ញុំគិតថាខ្ញុំសប្បាយចិត្តនៅក្នុងការចាប់ផ្ដើមធ្វើហើយខ្ញុំនឹងអត់មានអារម្មណ៍ថាស្ដាយក្រោយទេនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើហើយខ្ញុំនឹងផ្ដល់ជាកម្លាំងចិត្តដល់បងស្ត្រីទាំងអស់បងអាចធ្វើបានបងអាចចាប់ផ្ដើមនៅអ្វីដែលបងមាននៅផ្ទះមិនបាច់ចាំឧបករណ៍ឬក៏អ្វីដែលទំនើបទេយើងអាចច្នៃអ្វីដែលយើងមានហើយយើងចាប់ផ្ដើមធ្វើ just start today ហើយកុំខ្លាចនៅការរិះគន់តាក់ទានពីអ្នកដទៃព្រោះគេមិនមែនជាយើងហើយគោលដៅរបស់គេក៏មិនមែនជាដូចគោលដៅរបស់យើងដែរអញ្ចឹងគឺយើងត្រូវការផ្ដោត focus on what works ចឹងផ្ដោតទៅលើអ្វីដែលវា work សម្រាប់យើងចឹងជូនពរបងស្រីទាំងអស់គ្នាស្វែងយល់ពីអ្វីដែលខ្លួនឯងចង់ធ្វើហើយចាប់ផ្ដើមនៅថ្ងៃនេះទាំងអស់គ្នា